ផលប៉ះពាល់ក្នុងការបញ្ចេញមតិលើបណ្ដាញសង្គមទាំងមិនទាន់បានទទួលនៅព័ត៌មានពេញលេញសប្តាហ៍ថ្ងៃនេះបណ្ដាញសង្គមដូចជា Facebook, TikTok និង YouTube ព្រមទាំងបណ្ដាញសង្គមដទៃទៀតបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងអាចទទួលព័ត៌មានថ្មីៗទំនាក់ទំនងជាមួយមិត្តភ័ក្តិចែករំលែកបទពិសោធន៍និងបញ្ចេញមតិរបស់ខ្លួនបានយ៉ាងងាយស្រួលក៏ប៉ុន្តែភាពងាយស្រួលក៏អាចនាំមកនូវបញ្ហាផងដែរបញ្ហាដែលកំពុងកើតមានជាញឹកញាប់គឺការបញ្ចេញមតិនិងការវាយតម្លៃទៅលើរឿងណាមួយខណៈដែលខ្លួនមិនទាំងទាន់បានទទួលព័ត៌មានពេញលេញពេលខ្លះយើងឃើញតែចំណងជើងឃើញតែវីដេអូខ្លីមួយឬជាការបង្ហោះរបស់មនុស្សម្នាក់ហើយយើងក៏ប្រញាប់សន្និដ្ឋានថារឿងនេះប្រកាសជាបែបនេះបន្ទាប់មកយើងក៏ចាប់ផ្ដើមបញ្ចេញមតិរិះគន់ចោទប្រកាន់ថែមទាំងចែករំលែកព័ត៌មានទៅកាន់អ្នកដទៃប៉ុន្តែតើយើងធ្លាប់បានសួរខ្លួនឯងទេថាតើយើងបានដឹងរឿងទាំងមូលហើយឬនៅថ្ងៃនេះយើងនឹងមកពិភាក្សាអំពីផលប៉ះពាល់នៃការបញ្ចេញមតិលើបណ្ដាញសង្គមទាំងមិនទាន់បានទទួលព័ត៌មានពេញលេញនិងវិធីដែលយើងអាចប្រើប្រាស់បណ្ដាញសង្គមដោយមានការទទួលខុសត្រូវជាងមុនទី1ការវិនិច្ឆ័យមនុស្សដោយព័ត៌មានមិនពេញលេញផលប៉ះពាល់ដំបូងគឺជាការវិនិច្ឆ័យមនុស្សម្នាក់ដោយមិនបានដឹងការពិតទាំងស្រុងឧទាហរណ៍យើងឃើញវីដេអូមួយដែលបង្ហាញអំពីមនុស្សពីរនាក់កំពុងតែឆ្លោះគ្នាវីដេអូមានរយៈពេលត្រឹមតែ20ទៅ30វិនាទីយើងមិនដឹងថាមុនពេលដែលកាមេរ៉ាបានចាប់ផ្ដើមថតវាមានរឿងអ្វីបានកើតឡើងនោះទេប៉ុន្តែយើងអាចចាប់ផ្ដើមសរសេរមតិថាម្នាក់នេះខុសម្នាក់នោះត្រូវឬក៏អាចប្រើនៅពាក្យធ្ងន់ៗរិះគន់មនុស្សដែលយើងមិនទាំងស្គាល់ផងបញ្ហាគឺព័ត៌មានដែលយើងឃើញជាផ្នែកតូចមួយនៃរឿងទាំងមូលការវិនិច្ឆ័យព័ត៌មានមិនពេញលេញអាចធ្វើឲ្យមនុស្សម្នាក់បាត់បង់នូវកិត្តិយសបាត់បង់ទំនុកចិត្តពីអ្នកដទៃឬរងសម្ពាធផ្លូវចិត្តដោយសារមតិរបស់មនុស្សជាច្រើនដែលមិនបានដឹងអំពីការពិតទី2ការចែករំលែកព័ត៌មានមិនពិតដោយមិនដឹងខ្លួនផលប៉ះពាល់ទី2គឺជាការជួយផ្សព្វផ្សាយព័ត៌មានមិនពិតមនុស្សជាច្រើនគិតថាខ្ញុំគ្រាន់តែចែករំលែកមិនមែនជាអ្នកបង្កើតនូវព័ត៌មាននោះទេប៉ុន្តែការចែករំលែកក៏មានទំនួលខុសត្រូវផងដែរនៅពេលដែលយើងចែករំលែកព័ត៌មានមួយទៅកាន់មនុស្ស10នាក់ហើយមនុស្សទាំង10នាក់នោះក៏បន្តចែករំលែកទៅអ្នកដទៃព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ក៏មានការរីករាលដាលយ៉ាងលឿនជាពិសេសព័ត៌មានដែលមានចំណងជើងគួរឲ្យភ្ញាក់ផ្អើលឬធ្វើឲ្យមនុស្សខឹងភ័យខ្លាចរំភើបតែងតែមានឱកាសត្រូវបានគេចែករំលែកយ៉ាងច្រើនដូច្នេះមុននឹងចុច share យើងគួរតែសួរខ្លួនឯងថាតើខ្ញុំប្រកាសទេថាព័ត៌មាននោះជាការពិតបើមិនប្រកាសការមិនចែករំលែកក៏ល្អជាងការចែករំលែកព័ត៌មានខុសទៅកាន់មនុស្សរាប់ពាន់នាក់ទី3ការបង្កើតចំនួនដោយមិនចាំបាច់ផលទី3នេះគឺជាការបង្កើតនូវចំនួនពេលយើងបញ្ចេញមតិដោយអារម្មណ៍និងមិនបានយល់អំពីហេតុផលទាំងមូលអ្នកដទៃអាចមានអារម្មណ៍ថាយើងកំពុងតែប្រមាថឬវាយប្រហារពួកគេបន្ទាប់មកពួកគេឆ្លើយតបយើងឆ្លើយតបទៅវិញមនុស្សផ្សេងទៀតចូលមកចូលរួមហើយក៏នាំគ្នាពិភាក្សាពីរឿងដ៏តូចមួយឲ្យคล้ายទៅជាចំនួនដ៏ធំពេលខ្លះមនុស្សពីរនាក់ដែលមិនធ្លាប់បានស្គាល់គ្នាផ្ទាល់ក៏អាចคล้ายទៅជាសត្រូវនឹងគ្នាដោយសារតែការបញ្ចេញមតិតែប៉ុន្មានពាក្យនៅលើប្រព័ន្ធអ៊ីនធឺណិតនេះជាមូលហេតុដែលយើងគួររៀនបែងចែករវាងការបញ្ចេញមតិនិងការវាយប្រហារទៅលើមនុស្សយើងអាចមិនយល់ស្របជាមួយគំនិតរបស់អ្នកដទៃប៉ុន្តែយើងក៏មិនចាំបាច់ប្រមាថឬបង្អាប់មនុស្សនោះឡើយទី4ការប៉ះពាល់ដល់កិត្តិយសនិងជីវិតរបស់អ្នកដទៃមតិមួយដែលយើងគិតថាគ្រាន់តែជាមតិអាចមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមនុស្សផ្សេងឧទាហរណ៍ប្រសិនបើយើងសរសេរថាមនុស្សម្នាក់ជាអ្នកបោកប្រាស់ឬក៏ជាមនុស្សមិនល្អខណៈដែលយើងមិនមានភស្តុតាងច្បាស់លាស់នោះមតិរបស់យើងអាចមានផលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះនិងការងាររបស់គេមនុស្សដែលអានមតិនោះអាចយល់ថាវាជាការពិតហើយបន្តប្រាប់អ្នកដទៃ
ដូច្នេះមុននឹងប្រើពាក្យធ្ងន់ធ្ងរដើម្បីចោទប្រកាន់ទៅកាន់អ្នកណាម្នាក់យើងគួរតែគិតឲ្យបានច្បាស់ថាប្រសិនបើជារឿងនេះមិនមែនជាការពិតតើពាក្យរបស់ខ្ញុំនឹងប៉ះពាល់ដល់ជីវិតរបស់គេយ៉ាងដូចម្តេចទី5ការជឿតែអ្វីដែលខ្លួនចង់ជឿបណ្ដាញសង្គមធ្វើឲ្យយើងឃើញតែព័ត៌មានដែលស្រដៀងនឹងអ្វីដែលយើងធ្លាប់ចូលចិត្តឬធ្លាប់មានប្រតិកម្មជាលទ្ធផលយើងអាចចាប់ផ្ដើមជឿថាមនុស្សគ្រប់គ្នាគិតដូចខ្ញុំប៉ុន្តែការពិតមិនមែនដូច្នោះនោះទេមនុស្សម្នាក់ៗមានបទពិសោធន៍មតិនិងប្រភពព័ត៌មានខុសៗគ្នាប្រសិនបើយើងអានតែព័ត៌មានដែលគាំទ្រនៅគំនិតរបស់ខ្លួនហើយបដិសេធនៅព័ត៌មានដែលផ្ទុយពីគំនិតរបស់ខ្លួនយើងអាចបាត់បង់សមត្ថភាពក្នុងការមើលបញ្ហាពីមុំផ្សេងគ្នាមនុស្សដែលមានការគិតល្អមិនមែនជាមនុស្សដែលតែងតែត្រូវនោះទេប៉ុន្តែគេជាមនុស្សដែលនិយាយថាខ្ញុំអាចខុសតែខ្ញុំគួរតែស្វែងយល់បន្ថែមសិនទី6ការបញ្ចេញមតិដោយកំហឹងអាចធ្វើឲ្យយើងសោកស្ដាយនៅពេលក្រោយអារម្មណ៍ខឹងអាចធ្វើឲ្យមនុស្សសរសេរនៅអ្វីមួយដោយមិនមានការគិតនៅពេលកំពុងខឹងយើងក៏អាចគិតថាពាក្យរបស់យើងត្រឹមត្រូវនិងសមហេតុផលប៉ុន្តែបន្ទាប់ពីអារម្មណ៍បានស្ងប់យើងក៏អាចដឹងថាយើងបាននិយាយខ្លាំងពេកឬបានយល់នៅរឿងខុសបញ្ហានៅលើអ៊ីនធឺណិតពាក្យដែលយើងបង្ហោះអាចត្រូវថត screenshot រក្សាទុកនិងចែករំលែកបន្តទោះបីជាយើងលុបមតិនោះក៏ដោយក៏មិនមានន័យថាវាបាត់ពីពិភពអ៊ីនធឺណិតទាំងស្រុងនោះឡើយដូច្នេះមានវិធីសាមញ្ញមួយនៅពេលខឹងសូមកុំប្រញាប់ comment ដកដង្ហើមទុកអារម្មណ៍ឲ្យស្ងប់អានអត្ថបទឡើងវិញហើយសួរខ្លួនឯងថាបើខ្ញុំនិយាយរឿងនេះទៅមុខមនុស្សរាប់ពាន់នាក់តើខ្ញុំនៅតែមានអារម្មណ៍ថាវាសមរម្យដែរឬទេបើអ្នករកឃើញថាចម្លើយរបស់អ្នកគឺទេសូមកុំចុចប៊ូតុងផុសទី7មិនមែនរាល់ព័ត៌មានដែលអ្នកចូលចិត្តសុទ្ធតែជាការពិតចំនួន like share comment មិនមែនជាភស្តុតាងថាព័ត៌មាននោះជាការពិតនោះឡើយវីដេអូមួយអាចមានអ្នកមើលរាប់លាននាក់ប៉ុន្តែព័ត៌មាននៅក្នុងវីដេអូនោះអាចនៅតែមិនត្រឹមត្រូវដូចគ្នានេះដែរមតិដែលអ្នកចុច like ច្រើនក៏មិនមានន័យថាជាមតិដែលត្រឹមត្រូវជាងគេដែរយើងគួររៀនបែងចែករវាងអ្វីដែលមនុស្សជាច្រើនជឿនិងអ្វីដែលជាភស្តុតាងគាំទ្រការគិតដោយហេតុផលគឺសំខាន់ជាងការធ្វើតាមមនុស្សភាគច្រើនទី8តើយើងគួរធ្វើដូចម្តេចមុននឹងបញ្ចេញមតិមុននឹង comment share ព័ត៌មានណាមួយយើងអាចប្រើវិធីសាមញ្ញ5ជំហានទី1គឺឈប់សិនកុំប្រញាប់បញ្ចេញមតិភ្លាមៗជាពិសេសនៅពេលដែលព័ត៌មាននោះធ្វើឲ្យយើងខឹងឬភ្ញាក់ផ្អើលជំហានទី2អានឲ្យចប់កុំវិនិច្ឆ័យអត្ថបទតាមរយៈចំណងជើងតែមួយអានខ្លឹមសារឲ្យពេញលេញជំហានទី3ពិនិត្យអំពីប្រភពសួរថាតើព័ត៌មាននោះមកពីណាតើប្រភពព័ត៌មានមានភាពជឿជាក់បានដល់កម្រិតណាជំហានទី4ស្វែងរកព័ត៌មានបន្ថែមប្រសិនបើរឿងនោះសំខាន់សូមស្វែងរកប្រភពផ្សេងទៀតដើម្បីប្រៀបធៀបព័ត៌មានជំហានទី5គិតមុននឹង comment សួរខ្លួនឯងថាតើមតិរបស់ខ្ញុំកំពុងជួយដល់ការពិភាក្សាឬកំពុងបង្កើតនូវបញ្ហាប្រសិនបើមតិរបស់យើងមិនជួយអ្វីនោះទេការបញ្ចូលរួម comment ក៏ជាជម្រើសដ៏ល្អមួយដែរទី9ការមិនបញ្ចេញមតិមិនមែនមានន័យថាយើងខ្សោយនោះទេមនុស្សមួយចំនួនគិតថាប្រសិនបើយើងមិនឆ្លើយតបមានន័យថាយើងចាញ់ក៏ប៉ុន្តែការពិតមិនមែនគ្រប់ការពិភាក្សាសុទ្ធតែត្រូវការឆ្លើយតបរបស់យើងទេពេលខ្លះភាពស្ងៀមស្ងាត់គឺជាការបង្ហាញអំពីភាពចាស់ទុំយើងមិនចាំបាច់មានមតិទៅលើគ្រប់រឿងដែលកើតឡើងនៅលើបណ្ដាញសង្គមនោះទេយើងក៏មិនចាំបាច់ឆ្លើយតបចំពោះ comment ដែលមានបំណងបង្កជម្លោះដែរការគ្រប់គ្រងពាក្យសម្ដីរបស់ខ្លួនគឺជាជំនាញមួយដ៏សំខាន់ក្នុងសម័យ Digital ទី10បណ្ដាញសង្គមគួរតែជាកន្លែងសម្រាប់ចែករំលែកចំណេះដឹងមិនមែនជាកន្លែងបំផ្លាញគ្នានោះទេបណ្ដាញសង្គមមិនមែនជារឿងអាក្រក់នោះទេវាអាស្រ័យទៅលើរបៀបដែលយើងបានប្រើប្រាស់វា
យើងប្រើប្រាស់ Facebook ដើម្បីចែករំលែកនៅចំណេះដឹងយើងប្រើប្រាស់ YouTube ដើម្បីរៀនអំពីអ្វីថ្មីៗយើងប្រើប្រាស់ TikTok ដើម្បីចែករំលែកគំនិតល្អៗនិងបទពិសោធន៍ដែលមានជាប្រយោជន៍ប៉ុន្តែប្រសិនបើយើងប្រើវាដើម្បីផ្សព្វផ្សាយនូវព័ត៌មានមិនពិតប្រមាថអ្នកដទៃបង្កនូវជម្លោះនោះបណ្ដាញសង្គមអាចក្លាយទៅជាកន្លែងដែលបង្កនូវផលប៉ះពាល់ដល់សង្គមបានដូច្នេះអ្នកប្រើប្រាស់ម្នាក់ៗមានតួនាទីក្នុងការធ្វើនៅបរិយាកាសអនឡាញឲ្យកាន់តែប្រសើរសេចក្តីសន្និដ្ឋាននៅសម័យដែលព័ត៌មានអាចធ្វើដំណើរពីមនុស្សម្នាក់ទៅមនុស្សរាប់លាននាក់ក្នុងរយៈពេលប៉ុន្មាននាទីការទទួលខុសត្រូវចំពោះអ្វីដែលយើងបាននិយាយនិងចែករំលែកគឺជាការសំខាន់មុននឹងបញ្ចេញមតិសូមកុំមើលតែផ្នែកមួយនៃរឿងមុននឹងចែករំលែកសូមពិនិត្យអំពីប្រភពមុននឹងរិះគន់សូមស្វែងយល់អំពីការពិតមុននឹងប្រញាប់ប្រើពាក្យធ្ងន់ធ្ងរសូមគិតថាពាក្យរបស់យើងអាចប៉ះពាល់ដល់មនុស្សម្នាក់យ៉ាងដូចម្តេចហើយសំខាន់បំផុតកុំប្រញាប់វិនិច្ឆ័យនៅពេលដែលយើងមិនទាន់ដឹងអំពីរឿងទាំងមូលការមានសិទ្ធិបញ្ចេញមតិមិនមានន័យថាយើងត្រូវបញ្ចេញមតិលើគ្រប់រឿងនោះទេមនុស្សឆ្លាតមិនមែនជាមនុស្សដែលនិយាយច្រើនជាងគេឡើយមនុស្សឆ្លាតគឺជាមនុស្សដែលដឹងថាពេលណាគួរនិយាយពេលណាមិនគួរនិយាយពេលណាគួរស្វែងយល់បន្ថែមនិងពេលណាគួរស្ងៀមស្ងាត់សូមចងចាំថាព័ត៌មានមិនពេញលេញអាចនាំទៅរកការសន្និដ្ឋានខុសហើយការសន្និដ្ឋានខុសអាចនាំទៅរកពាក្យសម្ដីដែលបង្កផលប៉ះពាល់ដល់អ្នកដទៃដូច្នេះគិតមុន comment ពិនិត្យមុន share និងស្វែងយល់មុនវិនិច្ឆ័យបើអ្នកយល់ថាអត្ថបទនេះមានប្រយោជន៍សូមជួយចុច like subscribe និងចែករំលែកវីដេអូទៅកាន់មិត្តភ័ក្តិនិងអ្នកដែលអ្នកគិតថាគួរតែបានឮនៅសារនេះសូមអរគុណសម្រាប់ការទស្សនាសូមប្រើប្រាស់បណ្ដាញសង្គមដោយការគិតការគោរពនិងការទទួលខុសត្រូវសូមអរគុណ